ព័ត៌មានផ្ទាល់ខ្លួនប្រពីយ៉ាងនេះដាច់ខាតកុំបង្ហោះលើបណ្ដាញសង្គមឲ្យសោះព្រោះវាអាចនាំទុកដល់ខ្លួនឯងនិងគ្រួសារដូនតាផ្ដាំថាការពារប្រសើរជាងព្យាបាលមើលឲ្យចប់ទើបដឹងថាទង្វើខ្លួនឯងរាល់ថ្ងៃនេះគួរបន្តឬបញ្ឈប់ជាបន្ទាន់ទី1កុំបង្ហោះទីតាំងបច្ចុប្បន្នមនុស្សជាច្រើនចូលចិត្តបង្ហោះទីតាំងដែលខ្លួនកំពុងស្ថិតនៅឲ្យគេដឹងថាខ្លួនឯងកំពុងនៅទីណានេះគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់មានព័ត៌មានបានចុះតាមបណ្ដាញសង្គមគឺមានក្រុមគ្រួសារមួយបានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសទាំងអស់គ្នាដល់ពេលត្រឡប់មកវិញរបស់របរក្នុងផ្ទះបាត់បង់ទាំងអស់ទី2កុំបង្ហោះថ្ងៃខួបកំណើតមនុស្សភាគច្រើនឲ្យតែមានខួបកំណើតគឺតែងតែថតបង្ហោះដូចជានំខេកការញ៉ាំអាហារកម្មវិធីផឹកស៊ីយ៉ាងសប្បាយៗនៅថ្ងៃនោះដែរក៏ទទួលបាននូវការជូនពរថ្ងៃខួបកំណើតពីមិត្តភ័ក្តិនិងមនុស្សម្នាយ៉ាងច្រើនផងដែរប៉ុន្តែនេះគឺជាសកម្មភាពដ៏មានគ្រោះថ្នាក់ព្រោះអាចនឹងផ្ដល់ព័ត៌មានសំខាន់ទៅដល់ជនឆបោកប្រើប្រាស់ឈ្មោះនិងអត្តសញ្ញាណរបស់អ្នកទៅក្នុងផ្លូវទុច្ចរិតដូចជាខ្ចីលុយតាមអ៊ីនធឺណិតបើកគណនីអនឡាញប្រាក់កម្ចីផ្សេងៗបិទលេខទូរស័ព្ទដល់ពេលនោះចង់យំក៏យំមិនចេញដែរទី3កុំបង្ហោះអាស័យដ្ឋានគ្រួសារអ្នកមិនដែលដឹងទេថាមានអ្នកណាកំពុងអានព័ត៌មានរបស់អ្នកការបង្ហាញអាស័យដ្ឋានគ្រួសារនៅលើអ៊ីនធឺណិតគឺដូចជាការផ្ដល់ឱកាសឲ្យមនុស្សអាក្រក់បានទៅធ្វើសកម្មភាពអាក្រក់ដោយសារតែមានព័ត៌មានទាំងអស់ហើយទី4កុំបង្ហោះព័ត៌មានកូនចៅមនុស្សភាគច្រើនចូលចិត្តបង្ហោះរូបភាពជីវិតកូនថ្ងៃដ៏ស្រស់ស្អាតកំដរកូនប៉ុន្តែតើអ្នកដឹងទេថាក្នុងបណ្ដាញទំនាក់ទំនងសង្គមមានមុខងារមួយឲ្យតែអ្នកចុច like វានឹងពង្រីកគ្មានដែនកំណត់ទៅដល់មនុស្សជាច្រើនបានឃើញបើសិនជាចាំបាច់ត្រូវតែបង្ហោះនៅក្នុងការពិពណ៌នារូបថតកុំប្រើប្រាស់ឈ្មោះពិតរបស់កូនត្រូវលុបចោលព័ត៌មានភូមិសាស្ត្រការពារករណីមិននឹកស្មានដល់កើតឡើងធ្លាប់មានព័ត៌មានមួយផ្សាយថាមានមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ខ្លែងបន្លំធ្វើជាមិត្តរួមការងាររបស់ម្ដាយហើយបានបន្លំយកកូនម្នាក់ទៅលួចបាត់ដោយសារគេអាចហៅឈ្មោះ